របៀបធ្វើត្រីក្រហមចំហុយជាមួយក្រូចឆ្មាអត់ពិបាកទេបងប្អូនហើយវាមិនត្រឹមថាមិនពិបាកហើយវាឆ្ងាញ់ថែមទៀតណាបងប្អូនលឿនហើយឆ្ងាញ់ហើយតិចទៀតខ្ញុំមកប្រាប់ពីរបៀបធ្វើឥឡូវនេះជាក្បាលវីដេអូបងប្អូនឃើញអត់និយាយថាតំណងឆ្ងាញ់ខ្លាំងមែនទែនហ្មងក៏ទៅត្រីក្រហមយកទៅធ្វើអីក៏ឆ្ងាញ់ដែរជាដំបូងហ្នឹងគឺនាងខ្ញុំយកគល់ខ្ទឹមរបស់យើងមកហើយនឹងគល់ជីវ៉ាន់ស៊ុយបងប្អូនពីមុខហ្នឹងគឺឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនគឺយើងយកមកញាត់ក្នុងពោះត្រីក្រហមរបស់យើងណាកុំភ្លេចបងប្អូនកុំភ្លេចញាត់ជាមួយនឹងស្លឹកក្រូចសើចផងណាព្រោះនេះខ្ញុំបានថតបង្ហាញទេនេះខ្ញុំដាក់ឡើងច្រើនពេលគល់ពីប្រភេទហ្នឹងនៅពេលដែលយើងឆ្អិនហើយយើងយកមកញ៉ាំនិយាយពីថាក្លិនឡើងឈ្ងុយនេះឥឡូវគឺខ្ញុំមកធ្វើពីទឹកត្រីរបស់យើងយកទៅចាក់ពីលើត្រីណាដាក់ខ្ទឹមសខ្ទឹមក្រហមម្ទេសទឹកត្រីប៊ីចេងហើយបញ្ជាក់មួយទៀតបងប្អូនដាក់ក្រូចឆ្មាចំនួនតាមមកផ្លែបានហើយណាចំណុចត្រង់ហ្នឹងគឺប្តីនាងខ្ញុំដាក់ចំនួន2ផ្លែខ្ញុំវល់តែថតទៅអត់បានមើលទេព្រោះអីយើងត្រូវយកក្រូចឆ្មាដាក់ពីលើថែមទៀតហើយអាមិញហ្នឹងគឺនាងខ្ញុំដាក់ចូលជាមួយនឹងដើមជីអនស៊ុយយើងដាក់ចូលឲ្យកិនជាមួយទៅដើម្បីឲ្យឈ្ងុយហើយយើងចាក់ទឹកបន្តិចទៅដើម្បីឲ្យកិនទៅវាស្រួលកិនណាឥឡូវយើងមកហាន់ជាមួយនឹងយើងបង្កន់ជាមួយនឹងត្រីណាយើងកន់បែបដូចនាងខ្ញុំបង្ហាញរួចហើយយើងដាក់ទ្រាប់ជាមួយនឹងស្ពៃក្តោបបងប្អូនចង់ទ្រាប់ជាមួយស្ពៃក្តោបក៏បានមិនចង់ក៏បានដែរប៉ុន្តែបងប្អូនគួរតែដាក់ព្រោះអីវាចូលជាតិឆ្ងាញ់ខ្លាំងមែនទែនឥឡូវយើងបានរួចរាល់ហើយយើងដាក់ចំហុយវាសិនទៅណានៅពេលដែលយើងចំហុយវាសិនហើយទឹកត្រីដែលយើងយកទៅកិនមុនហ្នឹងមានខ្ទឹមមានម្ទេសមានក្រូចឆ្មាមានប៊ីចេងមានស្ករទៅតាមហ្នឹងអញ្ចឹងគឺយើងយកមកស្រោចពីលើមកណាយើងស្រោចពីលើយើងស្រោចជាមួយនឹងពីលើត្រីយើងស្រោចជាមួយនឹងបន្លែផងណាហើយខ្ញុំបញ្ជាក់ណាក្រូចឆ្មាដាក់តាមមួយផ្លែបានហើយព្រោះអីតិចទៀតបងប្អូននឹងឃើញខ្ញុំហាន់ក្រូចឆ្មាដាក់ពីលើបន្ថែមទៀតហើយអញ្ចឹងយើងរៀងជូរបន្តិចចំពោះតែក្រូចឆ្មាទេអញ្ចឹងនេះលទ្ធផលនេះឥឡូវគឺយើងចាប់ដើមយកក្រូចឆ្មារបស់យើងចិត្តសបកចេញយើងហាន់វាស្ដើងដូចក្នុងវីដេអូនឹងមកហើយយើងដាក់ពីលើត្រីមកហើយយើងដាក់ម្ទេសដៃនាងយើងរៀបពីលើបន្តិចមកហើយស្លឹកខ្ទឹមហើយនឹងជីវ៉ាន់ស៊ុយហ្នឹងគឺយើងត្រូវតែដាក់ត្រាំទឹកមិនជីវ៉ាន់ស៊ុយទេបងប្អូនព្រោះអីជីវ៉ាន់ស៊ុយហ្នឹងគឺខ្ញុំដាក់ចូលក្នុងពោះត្រីរួចហើយប៉ុន្តែចាំបញ្ជាក់ថាចែគល់ខ្ទឹមនិងស្លឹកខ្ទឹមហ្នឹងគឺយើងយកជីដាក់ត្រាំទឹកមកយើងយកដាក់ពីលើនេះបងប្អូនលទ្ធផលទូបានគឺចិនហើយឆ្ងាញ់ណាស់បងប្អូននិយាយមែនរលឹកខ្ញុំយកត្រីក្រហមទៅឆាជាមួយនឹងទឹកគួនឬធ្វើផ្សេងមិនដែរថ្ងៃហ្នឹងគឺប្លែកយើងយកមកចំហុយជាមួយនឹងក្រូចឆ្មាហើយអ្វីដែលថាត្រូវខ្នួចគ្នាបំផុតត្រីក្រហមហ្នឹងយើងជ្រលក់ជាមួយនឹងទឹកត្រីរូបមាត់ណាបងប្អូននិយាយពីថាឆ្ងាញ់ខ្លាំងមែនតើអ្នកកូនខ្ញុំគាត់យកមកជាមួយក្នុងទូទឹកកកអីប្តីនឹងខ្ញុំគេថាភ្លក់មើលគេថាអត់ជូរក៏ពិតជូរដែរជូរព្រោះអីក្រូចឆ្មាយើងអាចចំណិតពីលើហ្នឹងជូរខ្លាំងហើយបងប្អូនកុំភ្លេចចិត្តសបកចោលហើយនឹងដកក្របចេញផងណាហ្នឹងហើយអញ្ចឹងបងប្អូនតោះអញ្ចឹងឆ្ងាញ់ជាមួយនឹងខ្ញុំធានាថារសជាតិគឺឆ្ងាញ់ប្លែកទៀតហើយបងប្អូនអាចយកធ្វើបានហើយស្ដាប់នឹងខ្ញុំផងណាអរគុណច្រើនជម្រាបលា